ai cừu bên nỉ dê chết không khả năng nô tha ta cùng ác ó song khâm rồi ha pe rộp rồi bỏ ta đã thôn đôi nó có mình toan tới chịu vậy tê nở miên song khâm nâng sát chỉ láng bình bàn đọc bay ta chườm nỉ dê cơn ai cừu bên sát chỉ rư lục cừu miên phơ sát chỉ láng vinh chỉประกอบmiên tại phơ slap មុខក្នុងព្រឹកស្អែកឬយប់នេះឬឥឡូវនេះក្នុងពេលណាមួយជាមិនខានតាជើមឈប់បងអង្គមួយស្រោបោកហើយចាប់និយាយតទៅទៀតថា14ណែចិត្តកូនសម្លាញ់ឪពុកទីតលក្រណាស់គ្មានគេមរតកបន្តិចបន្តួចបំរុងទុកឲ្យកូនឡាយដល់ឪពុកស្លាប់ទៅហើយមានតែសពនឹងពាក្យបណ្ដាំទុកឲ្យកូនរីឯវិញ្ញាណក្ខន្ធរបស់ឪពុក ដែលនឹងបានទទួលសេចក្តីសុខសេមខ្សានក្នុងលោកខាងមុខនោះលុះតែកូនប្រតិបត្តិតាមបណ្ដាំឪពុកទាំងប៉ុន្មានម៉ាត់នេះដែលជាបណ្ដាំចុងក្រោយបំផុតរបស់បិតាមួយទៀតវិជ្ជាដែលឪពុកទុកដាក់ឲ្យកូនរៀនសូត្រដរាបទាល់តែប្រឡងជាប់ប្រកាសនីយបត្រនោះទុកជាមរតកដ៏មានតម្លៃមួយតាំងពីថ្ងៃនេះទៅឪពុកអស់បានជួយទំនុកបំរុងកូនតទៅទៀតហើយ 15 ចៅចិត្តកាលបើបានស្ដាប់ពាក្យបណ្ដាំរបស់ឪពុកចប់សពគ្រប់ហើយក៏ស្រក់ទឹកភ្នែកច្រោកដោយមានចិត្តអាល័យនិងអាណិតឪពុកជាទីបំផុតហើយខំនិយាយទាំងខ្សឹកខ្សួលជម្រាបឪពុកថាលោកឪពុកបណ្ដាំគ្រប់ម៉ាត់ខ្ញុំបាទនឹងកត់ត្រាចាំទុកក្នុងចិត្តខិតខំប្រតិបត្តិតាមបណ្ដាំគ្រប់ប្រការ សូមលោកឪពុកកុំបីព្រួយបារម្ភឡើយខ្ញុំបាទបានជីវិតរស់នៅដរាបណានឹងខំតាំងខ្លួនប្រានដំកល់ដំកើងវងត្រកូលឲ្យបានចម្រើនដរាបនោះ 16 តអំពីពេលនោះតាជើងមានអាការដង្ហប់កាន់តែញឹកញាប់ខ្លាំងឡើង មានអាការក្រវល់ក្រវាយទំនងស្ឈាមហើយទន់ពពទៅរាល់គ្រាមរណសង្គ្រាមកំពុងទល់ត្រៀនចូលមកចិត្តអ្នកជំងឺគ្រប់ដង្ហើមទើបគាត់ខំប្រឹងនិយាយទៅរកគ្រូពេទ្យដែលមានមេត្តាចិត្តចំពោះខ្លួនដោយសូរសំឡេងខ្សៅជាទំនងសេចក្តីថាទៀនប្រោះលោកគ្រូខ្ញុំបាទនឹងដាច់ខ្យល់ស្លាប់ក្នុង2-3 នាទីនេះហើយសូមអរព្រះគុណនិងសូមជូនបនលោកគ្រូដែលមានព្រះគុណលើខ្លួនខ្ញុំបាទជាអនេកដោយបានខំថែទាំរក្សាទាំងបងខាតថ្លៃថ្នាំជាច្រើនផងហើយមិនមានគិតថ្លៃរក្សានិងថ្លៃថ្នាំបន្តិចឡើយខ្ញុំបាទអត់មានអ្វីតបស្នងសងគុណលោកគ្រូទេព្រះគុណអាចត្រជាខ្ញុំបាទលែងលឺហើយចិត្តកូនពោធធំអរហង្គ 17 ចៅចិត្តអបឪពុកជាប់ហាក់ដូចជាមិនព្រមឲ្យវិញ្ញាណក្ខន្ធរបស់តាជើមរត់ចេញពីរាងកាយទៅបានតែបាទុកជាចៅចិត្តខំប្រឹងទប់ទល់យ៉ាងណាក៏គង់តែមិនសម្រេចដោយបំណងព្រោះជាតិចរាព្យាធិមរណកាតចាស់ ឈឺស្លាប់ជាមរតករបស់សត្វលោកឥតមានសត្វណាមួយគិតបេះជៀសវាងឲ្យរួចផុតទៅបានឡើយអំបាលដូចយ៉ាងព្រះអរហន្តសម្មាសម្ពុទ្ធមិនក៏គង់តែស្ដេចចូលបរិនិព្វានមិនខាន 18 នៅទីបំផុតនេះតាជើមក៏ធ្លាក់ខ្លួនទៅជាចំណីអាហារនៃមច្ចុរាជគឺដាច់ខ្យល់ផុតដង្ហើមក្នុងដៃរបស់ចៅចិត្តជាកូន តាជើមក៏ទទួលមរណភាពក្នុងខណៈដែលដួងចន្ទអស្ដង្គតបាត់ពន្លឺរស្មីព្រមជាមួយគ្នាក្នុងគ្រានោះឯងជីវិតរបស់ក្មេងកំព្រា 19 កាលបានចាត់ចែងធ្វើបុណ្យបូជាសពរួចស្រេចហើយទើបចៅចិត្តដឹងខ្លួនច្បាស់លាស់ថាខ្លួនអញអាយកណ្ដែងកណ្ដោចខ្លោចផ្សារតែម្នាក់ឯងហើយបើងាករេទៅពឹងបងប្អូនញាតិសាច់សាលោហិតចិត្តខាងឯណាក៏គ្មានហើយចុះត្រូវតែតស៊ូនឹងសេចក្តីទុក្ខលំបាកគ្រប់យ៉ាងចុះធ្វើម្ដេចកើតមកជាប្រុសកំព្រាម្ដាយឪពុកសមដូចជាប្រសាសន៍លោកឪពុកផ្ដាំទុកថាចិត្តកូន កាលបើអស់បនពីឪពុកហើយជីវិតរបស់អ្នកដូចកំណាត់ឈើដែលអណ្ដែតក្នុងកណ្ដាលទន្លេដូច្នោះ 20 ចៅចិត្តក៏គិតឃើញថាពិភពលោកទាំងមូលនេះធំទូលាយស្រួលសប្បាយមែនសម្រាប់អ្នកដទៃតែបែរទៅជាទីតូចចង្អៀត
លំបាកពន់ពេកចំពោះខ្លួនដែលកំព្រាម្ដាយឪពុកនិងបងប្អូនញាតិសាលោហិតនឹងងាកមុខទៅជ្រកកោនពឹងពាក់អ្នកឯណាក៏គេឥតត្រូវការសោះព្រោះមនុស្សទីតក្រលំបាកដូចនេះគេមិនត្រូវការសេពគប់រាប់រកហើយទុកជាសុំការគេធ្វើក៏ឥតមាននរណាជួយសំគួររកការងារឲ្យធ្វើបានឡើយខ្លួនអាត្មាអញឲ្យកើតមកក្នុងលោកនេះលំបាកអ្វីក៏លំបាកប្លែកជាងគេម្ល៉េះតែថាកើតមកជាអង្គបុរសហើយមិនត្រូវខ្លាចសេចក្តីទុក្ខព្រួយលំបាកទេតោងតែតស៊ូនឹងសេចក្តីទុក្ខព្រួយលំបាកអស់នេះឲ្យឃើញសខ្មៅទៅចុះចៅចិត្តកំពុងតែឈរជញ្ជឹងរំពឹងគិតរកការធ្វើតែម្នាក់ឯងយ៉ាងស្ងាត់នៅចំហៀងខាងមុខផ្ទះក៏ងើបមើលទៅលើឃើញព្រះចន្ទអណ្ដែតត្រសែតនៅកណ្ដាលពពកបញ្ចាំងពន្លឺឆ្លុះសពទីបរិវេណមានខ្យល់បក់ផាត់មកយ៉ាងត្រជាក់ស្រេងឮសូរសំឡេងព្រះសង្ឃសូត្រធម៌នៅវត្តព្រះពិពិធិរាមយ៉ាងច្បាស់លាស់អណ្ដែតលឿនលយមកតាមបណ្ដោយខ្យល់លុះចៅចិត្តបានឮសូរសព្ទព្រះសង្ឃសូត្រធម៌នោះក៏ជាហេតុនាំផ្ដួចឲ្យនឹករលឹកដល់ឪពុកដែលទើបទទួលអនិច្ចកម្មទៅថ្មីមិនដឹងបាននឹងងាករេបែរមុខទៅពឹងអ្នកឯណាហើយក៏បែរមុខមើលទៅក្នុងបន្ទប់ឃើញមានពន្លឺចង្កៀងភ្លឺផ្លុំនៅទីនោះហើយដែលឪពុកធ្លាប់មូលថ្នាំស្លឹកសង្កែពិសាជានិច្ចតែឥឡូវនេះមានតែចៅចិត្តម្នាក់ឯងចៅចិត្តអាណិតខ្លួនណាស់ទឹកនេត្រាក៏ហូរចេញមកសស្រាក់ដោយឥតដឹងខ្លួន22ខណៈនោះចៅចិត្តក្រឡេកមើលទៅខាងមុខស្រាប់តែឃើញមនុស្សម្នាក់ស្លៀកពាក់សដើរចូលមកទៅចៅចិត្តក្រោកឡើងស្រែកសួរទៅថានរណានោះគ្នាឯងទេចៅចិត្តឬអីនឹងបុរសនោះសួរមកវិញចៅចិត្តនឹកស្មានថាប្រហែលគ្រូពេទ្យទើបស្រែកអញ្ជើញថាសូមអញ្ជើញលោកគ្រូ23គ្រូពេទ្យក៏ឈានជើងឡើងជណ្ដាលទៅលើផ្ទះហើយដាក់គូតអង្គុយលើកៅអីតាមសេចក្តីអញ្ជើញរបស់ម្ចាស់ផ្ទះ24សុខសប្បាយជាទេឬចៅចិត្តគ្រូពេទ្យសួរដោយមេត្រីចិត្ត25ចៅចិត្តតបថាទៀនប្រោះចំណែកខាងរាងកាយសុខសប្បាយជាទេប៉ុន្តែចំណែកចិត្តរងកម្មជាទីបំផុតឥតសប្បាយមួយពេលឡើយតាំងអំពីលោកឪពុកអនិច្ចកម្មទៅវិញ្ញាណខ្ញុំបាទនេះហាក់ដូចជាងងឹតឆឹងពុំដឹងអ្វីឡើយ26គ្រូពេទ្យងក់ក្បាលទំនងជឿតាមសម្ដីចៅចិត្តទើបសួរថែមទៀតថាចុះសប្តាហ៍ថ្ងៃនេះបានធ្វើការនៅកន្លែងណាហើយឬនៅឡើយទេ27ចៅចិត្តនិយាយតបដោយក្រៀមក្រំសោះក៏ក្រោះថាទៀនប្រោះនៅទីនេះខ្ញុំបាទរកការធ្វើមិនទាន់បានទេការងារគ្រប់ផ្នែកហាក់ដូចជាខ្ពស់ជាងចំណេះរបស់ខ្ញុំបាទដែលបានខំរៀនសូត្រមកដូចជាច្រើនណាស់ហាក់ដូចគ្រាន់តែប្រើការបានត្រឹមតែមើលសម្បត្តិស្នាមបន្តិចបន្តួចមើលឈ្មោះហាងរៀនផ្សេងនិងមើលប្រូក្រាមតាមរោងកុនខោនប៉ុណ្ណោះ28គ្រូពេទ្យនិយាយដោយសេចក្តីអាណិតយ៉ាងស្មោះត្រង់ថាខ្ញុំក៏នឹកអាសូរអ្នកច្រើនណាស់ដែរចិត្តហើយនិយាយទូលមានថាខ្លួនអ្នកជាកូនប្រុសត្រូវតទល់នឹងវិស័យលោកីទៅមុខទៀតច្រើនណាស់បងអង្គឲ្យខ្ញុំគិត2-3នាទីមើលក្រែងខ្ញុំគិតរកឧបាយជួយសង្គ្រោះខ្លួនអ្នកឯងបានខ្លះ29ចិត្តនៅតែស្ងៀមគ្រូពេទ្យចិញ្ចឹមគិតមួយស្របក់ក៏ញញឹមលាន់មាត់ចេញសម្ដីថានឹកឃើញហើយខ្ញុំមានឪពុកមាម្នាក់ជាអ្នកមានចិត្តសប្បុរសមានសម្បត្តិស្ដុកស្ដំគ្រាន់បើមើលទៅបើលោកជួយធុរៈមុខជាអ្នកឯងបានការធ្វើមិនខានតែតោងនឿយហត់បន្តិចមុនដំបូង30ចៅចិត្តញញឹមញែមហើយជម្រាបទៅលោកគ្រូពេទ្យថាខ្ញុំបាទទទួលអត់ធន់សេចក្តីលំបាកគ្រប់យ៉ាងទាំងអស់សូមឲ្យតែមានការធ្វើនឹងគេចុះគ្រាន់នឹងបានចិញ្ចឹមជីវិតកុំឲ្យមានពាក្យគេទេដៀប៉ុណ្ណោះទុកជាជីកដីលីសេងរែកពុនយ៉ាងណាក៏ដោយក៏ខ្ញុំបាទស្ម័គ្រធ្វើទាំងអស់
31លោកគ្រូពេទ្យមានទឹកមុខរីករាយដោយសេចក្តីពេញចិត្តហើយថាខ្ញុំគិតជានិច្ចថាអ្នកឯងជាកូនប្រុសអាចទទួលធ្វើការគ្រប់ជំពូកបានគំនិតអ្នកឯងគួរឲ្យសរសើរណាស់ប៉ុន្តែចៅចិត្តការដែលអ្នកឯងត្រូវធ្វើនោះមិនមែននៅក្នុងទីនេះទេគឺនៅឯស្រុកបបៃលេនឯណោះ32បបៃលេនឬទីនប្រុសចៅចិត្តឆ្លើយផ្ទួនពីបាត់ទឹកមុខញញឹមរីករាយមួយរំពេចហើយនិយាយត្អូញត្អែថាទីនប្រុសគេថាស្រុកនោះចាញ់ណាស់មានតែពួកគូមាកូឡាទើបទ្រាំទៅរកស៊ីក្នុងទីនោះបានខ្ញុំបាទនឹកក្រែងតែទ្រាំទ្រនឹងធាតុអាកាសទឹកដីនៅទីនោះមិនបានទេដឹងគ្រូពេទ្យទូលមានថាអ្នកឯងនិយាយដូច្នេះក៏ត្រូវដែរប៉ុន្តែអ្នកដែលទៅហើយឈឺចាញ់នៅទីនោះច្រើនធ្វេសប្រហែសមិនចេះរក្សាខ្លួនឲ្យផុតពីជំងឺគ្រុនចាញ់ចុះចំណែកអ្នកឯងក៏បានរៀនសូត្រចេះក្បួនអនាម័យមកខ្លះក៏ល្មមនឹងការពារខ្លួនបានមួយវិញទៀតជំងឺគ្រុនចាញ់នេះមិនចំពោះតែជាតិយើងទេទុកជាជាតិណាក៏ដោយតែខ្វះវិធីការពាររោគតាមក្បួនអនាម័យហើយមុខជាឈឺចាប់ដូចគ្នាទាំងអស់គ្រូពេទ្យនិយាយទូលមានចៅចិត្តឲ្យមានអ្នកក្លាហានឡើងហើយពោលតទៅទៀតថាឯឪពុកមីខ្ញុំនោះពីដើមធ្វើជាមន្ត្រីមួយហៅតាមបណ្ដាសថាលួងរតនសម្បត្តិវេលានេះអាយុលោក50ប្លាយឆ្នាំហើយលោកមានអធិស្ឋានល្អពួកកូឡាភូមានៅទីនោះរាប់អានលោកណាស់កាលពី2ទៅមុននេះលោកមានសម្បត្តិមួយច្បាប់មកដល់ខ្ញុំសូមឲ្យរើសរកមនុស្សម្នាក់ទៅធ្វើការលោកចំពោះរូបអ្នកឯងមួយនេះខ្ញុំទុកចិត្តណាស់ត្បិតការជីកត្បូងនីមួយគេត្រូវការតែមនុស្សសុចរិតស្មោះត្រង់33ចៅចិត្តនិយាយថាការនេះជាការថ្មោងថ្មីក្នុងជីវិតរបស់ខ្ញុំបាទគ្រូពេទ្យថាគ្រាន់បើជាងនៅទំនេរមិនទាន់មានការអ្វីធ្វើមែនទេបើព្រមទទួលខ្ញុំនឹងចាត់បញ្ជូនអ្នកឯងនៅវេលាឆាប់នេះដោយខ្ញុំមានសេចក្តីសង្ឃឹមទុកចិត្តថាអ្នកនឹងខិតខំធ្វើការម៉ឺងម៉ាត់ជាទីពេញចិត្តរបស់គេពុំខាន34ចៅចិត្តលើកដៃសំពះថ្លែងអំណរគុណដោយសេចក្តីគោរពចំពោះលោកគ្រូពេទ្យក៏សរសេរសម្បត្តិមួយច្បាប់ឲ្យចៅចិត្តហើយលាចុះដើរចេញពីផ្ទះនោះទៅ